សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើម្ហូបបង្គាអប់មីសួរញ៉ាំបងប្អូនដោយសារទៅទីបង្គាមករៀងច្រើនដែរចឹងខ្ញុំទុកខ្លះទុកយកទៅស្លហើយនេះខ្លះទៀតខ្ញុំយកទៅអប់មីសួរញ៉ាំបងប្អូនហើយខ្ញុំរៀបចំហើយមីសួរខ្ញុំអប់ជាមួយនឹងសាច់ជ្រូក3ជាន់ដែរហើយខ្ញុំយកមីសួរនេះខ្ញុំយកទៅត្រាំតែ2ដុំឲ្យបងប្អូនយើងដាក់ច្រើនពេកក៏អត់សូវឆ្ងាញ់ដែរហើយបង្គាខ្ញុំយកអាចវាចេញព្រោះខ្ញុំលាងវាឲ្យស្អាតហើយខ្ញុំកាត់ក្បាលកុំឲ្យវាស្រួចចាក់មាត់បងប្អូនពេលយើងញ៉ាំទៅយើងលាងឲ្យស្អាតស្កឹះឲ្យស្អាតទៅហើយបន្ទាប់មកខ្ញុំយកទៅរៀបចំជាមួយនឹងមានមីសួរហើយជាមួយនឹងសាច់ជ្រូក3ជាន់ខ្ញុំហាន់រួចរាល់ហើយមានខ្ទឹមមានជីវ៉ាន់ស៊ុយខ្ទឹមសខ្ទឹមក្រហមមុននឹងចាប់ដើមខ្ញុំយកទៅលាយគ្រឿងសិនបងប្អូនខ្ញុំលាយមានទឹកស្អៀវខាបមានស្ករសប៊ីចេងជាមួយខ្ញុំដាក់ម្រេចហើយម្សៅស៊ុបមាន់ហើយខ្ញុំដាក់ប្រេងខ្យងម្រេចលាយជាមួយទឹកស្អ៊ីវទឹកត្រីបងប្អូនដែលយើងលាយឲ្យមកល្មមមកប្រៃផ្អែមឆ្ងាញ់ហើយខ្ញុំលាយទឹកខ្លះចឹងយើងកូរឲ្យទៅងាយស្រួលពេលយើងធ្វើម្ហូបទៅយើងចាក់ទឹកសោះពីលើសាច់ច្រឡំសាច់បងប្អូនបកាយើងដាក់ចូលចឹងណាឲ្យវាមានរសជាតិឆ្ងាញ់ហើយខ្ញុំដាក់ខ្លាញ់មានខ្ទឹមសខ្ទឹមក្រហមលីងឲ្យឈ្ងុយបាទខ្ញុំដាក់សាច់ជ្រូក3ជាន់ចូលបងប្អូនលំលីងឲ្យវាឈ្ងុយដោយសារខ្ញុំដាក់សាច់ជ្រូក3ជាន់ឲ្យវាឈ្ងុយជាមួយនឹងបកាឲ្យរសជាតិកាន់តែឆ្ងាញ់ណាបងប្អូនលើខ្ញុំរំលីងវាហើយខ្ញុំដាក់ខ្ញីតែពិតខ្ញុំដាក់ខ្ញីរំលីងជាមួយនឹងខ្ទឹមសខ្ទឹមក្រហមតែខ្ញុំវាភ្លេចតែខ្ញុំដាក់ក្រៅទៅវាឆាមកល្មមមកឈ្ងុយហើយបាទខ្ញុំដាក់បកាចូលនេះបកាយើងកាត់ក្បាលវាចោលខ្លះចឹងហើយបាទខ្ញុំដាក់ទឹកសុទ្ធដែលយើងលាយហើយបងប្អូនឲ្យបកានេះចូលជាតិជាមួយគ្នាហើយបន្ទាប់មកបាទយើងដាក់វាប្រហែលជា2-3នាទីបងប្អូនយើងដាក់វាចូលជាតិហើយបាទខ្ញុំដាក់មីសួរដាក់ពីខាងលើបងប្អូននេះបន្ទាប់ពីវាប្រហែលជា2នាទីហើយខ្ញុំដាក់មីសួរនៅខាងលើទៅហើយយើងឆាត្រឡប់ឲ្យវាចូលជាតិជាមួយគ្នាតែពិតឆាអប់បង្គាមីសួរដូចស្តៀងនឹងឆាមីសួរដែរបងប្អូនគ្រាន់តែខុសវាអត់មានបន្លែអញ្ចឹងណាឥឡូវខ្ញុំឆាអប់វាចូលចិត្តចូលគ្នាហើយបាទខ្ញុំដាក់ស្លឹកខ្ទឹមជាមួយនឹងជីវ៉ាន់ស៊ុយឡើងលើហើយខ្ញុំក្របវាទុកប្រហែលជា2-3-5នាទីទៀតឲ្យវាឈ្ងុយចូលចិត្តមួយគ្នាហើយនេះបន្ទាប់ពី3-5នាទីហើយលើបងប្អូននេះរួចរាល់ហើយមើលអ្នកទំនងឆ្ងាញ់ហើយយើងលាយមួយជ្រូក3ជាន់ទៀតរឹតតែឆ្ងាញ់បងប្អូនខ្លះក៏អត់ដាក់តែខ្ញុំដាក់ចូលទៅឲ្យវាឈ្ងុយមានជីវ៉ាន់ស៊ុយមានស្លឹកខ្ទឹមនេះរួចរាល់ហើយបងប្អូនយើងអាចញ៉ាំជាមួយនឹងបាយក៏បានយើងចង់ញ៉ាំជាមួយតាមីសួរបកាយើងធ្វើទឹកជ្រលក់វាបងប្អូនទឹកជ្រលក់ទុកបកាញ៉ាំនេះរួចរាល់ហើយបងប្អូនមកពិសាបាយទាំងអស់គ្នា